បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានត្បូងស្វាយចំនួន4គ្រាប់ដែលជាຂ្នាតបន្តោងយកមកបង្ហាញជូនពុកម៉ែបងប្អូនឲ្យបានទស្សនាបានឃើញបាទហើយសាច់ត្បូងដែលខ្ញុំបង្ហាញជូនទៅកាន់ពុកម៉ែបងប្អូននេះគឺជាត្បូងធម្មជាតិសុទ្ធ 100% ជារ៉ែដុះនៅក្នុងទឹកដីខេត្តរតនគិរីមិនមែនជាកែវស្លមិនមែនជាជ័រមិនមែនជាត្បូងបញ្ចូលពណ៌ហើយក៏មិនមែនជាត្បូងស្រីលង្កានោះដែរគឺធម្មជាតិពិតសុទ្ធតែម្ដងបាទហើយទាំង4គ្រាប់នេះមួយគ្រាប់នេះពុកម៉ែបងប្អូនប្រកាសជាឃើញថារៀងស្រាលជាងគេចំពោះទឹកបើសិនជាមិនមាន3គ្រាប់នេះទេស្វាយរៀងបេះដូងមួយគ្រាប់នេះគឺប្រកាសជាមើលឃើញថាចាស់ស្អាតពុកម៉ែបងប្អូនប៉ុន្តែនៅពេលដែលនៅក្បែរគេដែលទឹកចាស់ជាងមើលមកក៏ឃើញថារៀងស្រាលជាងគេបាទប៉ុន្តែមិនអ្វីនោះទេបើសិនជាពុកម៉ែបងប្អូនស្រឡាញ់សាច់បែបស្វាយស្រស់ប៉ុណ្នេះក៏អូខេបើស្រឡាញ់បែបចាស់ក៏អូខេបាទចាស់ប៉ុណ្នេះគឺចាស់អស់កម្រិតតែម្ដងសម្រាប់ត្បូងពណ៌ស្វាយសាច់ធម្មជាតិបាទហើយបើចាស់ជាងនឹងទៀតនៅពេលដែលច្នៃទៅក៏មិនសូវជាឃើញពលឺចរណៃនោះទេពុកម៉ែបងប្អូនបាទដោយសារតែកម្ៅខ្លាំងអញ្ចឹងពលឺចរណៃក៏មិនអាចជះចេញពីក្នុងសាច់មកបានលះនោះដែរបាទរាងនេះគឺជារាងដំណក់ទឹកបាទຂ្នាតបន្តោងធំគ្រាន់ដែរបាទហើយចំណែកជ្រុងត្រវែងនេះវិញក៏ជាຂ្នាតបន្តោងមានហ៊ុនច្បាស់ដែលយើងអាចមើលឃើញនឹងភ្នែកតែម្ដងបាទមិនលាក់លៀមនោះទេសម្រាប់ហ៊ុនត្បូងស្វាយបាទដូចត្បូងពណ៌ទឹកសមុទ្រដែលដុះនៅខេត្តរតនគិរីអញ្ចឹងដែរនៅពេលដែលមានហ៊ុនគឺយើងមើលឃើញច្បាស់តែម្ដងបាទចំពោះຂ្នាតនេះវិញគឺຂ្នាតតូចល្មមជាຂ្នាតបន្តោងដែរបាទធ្វើជាចិញ្ចៀនក៏បានដែរសម្រាប់ដំណក់ទឹកមួយគ្រាប់នេះវិញចំពោះទំហំបាទ 22 លី 36 គុណនឹង 26.35 នេះគឺជារង្វាស់លីពុកម៉ែបងប្អូនហើយចំពោះទម្ងន់វិញគឺ50ការ៉ាត់ចុច15សតាងបាទហើយចំពោះគ្រាប់ទី2ដែលមានរាងជ្រុងគឺមានទំហំ 15 លី 63 គុណនឹង 23 លី 44 ហើយចំពោះទម្ងន់វិញគឺ32ការ៉ាត់ចុច20សតាងបាទចំពោះគ្រាប់នេះវិញគឺមានទំហំ 13.12 លី គុណនឹង 20.99 បាទហើយមានទម្ងន់ 24ការ៉ាត់ចុច30សតាងមកដល់គ្រាប់បេះដូងបាទជារាងបេះដូងគឺមានទំហំ 21.45 លី គុណនឹង 19.45 លីដែរចំពោះទម្ងន់31ការ៉ាត់ចុច15សតាងបាទហើយចំពោះតម្លៃសូមពុកម៉ែបងប្អូនឆាតមកខ្ញុំបាទផ្ទាល់នៅក្នុងប្រអប់សារតែម្ដងខ្ញុំបាទនឹងជម្រាបបញ្ជាក់តម្លៃជូនតែម្ដងតម្លៃធូរសមរម្យជូនពុកម៉ែបងប្អូនទាំងអស់គ្នា